មេរិកអ៊ីស្រាអែលវាយប្រហារតាមអាកាសលើវាលអ៊ូស្ម៉ាន់អ៊ីរ៉ង់ធ្វើឲ្យវិស័យថាមពលរង្គោះរង្គើយ៉ាងខ្លាំងស្ថានភាពនៅតំបន់មជ្ឈមបូព៌ានាថ្ងៃទី19ខែមីនាឆ្នាំ2026បានឈានដល់ចំណុចក្តៅគគុកជាថ្មីបន្ទាប់ពីមានរបាយការណ៍ថាសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានបើកប្រតិបត្តិការរួមគ្នាទម្លាក់គ្រាប់បែកលើវាលអ៊ូស្ម៉ាន់ដ៏សំខាន់របស់ប្រទេសអ៊ីរ៉ង់ការវាយប្រហារតាមអាកាសនេះបានបង្កឲ្យមានការខូចខាតយ៉ាងដំណំដល់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់អ្វីដែលគួរឲ្យរន្ធត់បំផុតនោះគឺការវាយប្រហារនេះបានធ្វើឲ្យប៉ះពាល់ដល់ 70% នៃសមត្ថភាពផ្គត់ផ្គង់អ៊ូស្ម៉ាន់សរុបរបស់ប្រទេសអ៊ីរ៉ង់ទាំងមូលប្រតិបត្តិការវាយប្រហារនេះត្រូវបានគេមើលឃើញថាជាការវាយប្រហារចំគោលដៅសេដ្ឋកិច្ចនិងថាមពលដ៏ធំបំផុតដែលអាចរុញច្រានប្រទេសអ៊ីរ៉ង់ឲ្យធ្លាក់ចូលក្នុងវិបត្តិថាមពលកម្រិតធ្ងន់មិនធ្លាប់មានបច្ចុប្បន្នពិភពលោកកំពុងរងចាំមើលយ៉ាងអន្ទះសារចំពោះប្រតិកម្មតបតពីសំណាក់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ជុំវិញការបាត់បង់ធនធានថាមពលដ៏មហិមារបស់ខ្លួនក្រោមស្នាដៃកងកម្លាំងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលក្នុងសង្គ្រាមលើកនេះ